พูดเทศนาទាំង10របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសារទេក៏ដោយក៏ខ្ញុំមិនរត់ចោលរៀននោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6. ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7. បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8. ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9. បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10. សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត ពូលទស្សនៈទាំង10របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសារទេក៏ដោយក៏ខ្ញុំមិនរត់ចោលរៀននោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6. ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7. បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8. ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9. បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10. សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត ពូលទស្សនៈទាំង10របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសារទេក៏ដោយក៏ខ្ញុំមិនរត់ចោលរៀននោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6. ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7. បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8. ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9. បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10. សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត ពូលទស្សនៈទាំង10របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសារទេក៏ដោយក៏ខ្ញុំមិនរត់ចោលរៀននោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6. ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7. បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8. ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9. បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10. សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត ពូលទស្សនៈទាំង10របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសារទេក៏ដោយក៏ខ្ញុំមិនរត់ចោលរៀននោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6. ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7. បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8. ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9. បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10. សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត ពូលទស្សនៈទាំង10របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសារទេក៏ដោយក៏ខ្ញុំមិនរត់ចោលរៀននោះដែរ 5.
រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6 ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7 បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8 ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9 បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10 សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត កំពូលទស្សនៈទាំង 10 របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសាររាក៏ដោយក៏ខ្ញុំមិនរត់ចោលរានោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6 ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7 បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8 ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9 បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10 សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត កំពូលទស្សនៈទាំង 10 របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសាររាក៏ដោយក៏ខ្ញុំមិនរត់ចោលរានោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6 ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7 បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8 ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9 បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10 សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត កំពូលទស្សនៈទាំង 10 របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសាររាក៏ដោយក៏ខ្ញុំមិនរត់ចោលរានោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6 ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7 បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8 ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9 បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10 សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត កំពូលទស្សនៈទាំង 10 របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសាររាក៏ដោយក៏ខ្ញុំមិនរត់ចោលរានោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6 ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7 បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8 ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9 បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន 10 សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត កំពូលទស្សនៈទាំង 10 របស់លាវប៉ៃ 1. ប្រភពច្របូកច្របល់នោះមកពីចិត្តមនុស្សច្របូកច្របល់ 2. គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់គេជាគុណធម៌របស់ខ្ញុំ 3. ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ 4. ទោះបីជាខ្ញុំស្លាប់ដោយសាររាក៏ដោយក៏ខ្ញុំមិនរត់ចោលរានោះដែរ 5. រៀបចំក្បួនយុទ្ធសាស្ត្រនៅក្នុងជំរំសម្រាប់ការចាញ់ឈ្នះនៅក្នុងសមរភូមិ 6 ឲ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់ 7 បើចង់ធ្វើកិច្ចការងារធំមិនត្រូវពឹងតែលើការប្រយុទ្ធនោះទេ 8 ត្រូវចេះចាញ់ដើម្បីឈ្នះត្រូវចេះធ្វើល្ងងដើម្បីការរៀនសូត្រ 9 បើយើងចង់ជ្រកកោននៅកន្លែងគេទោះបីជាមានរឿងអ្វីក៏ដោយត្រូវតែទ្រាំឲ្យបាន
10 សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត